ចំពោះយើងម្នាក់អារម្មណ៍ថាខ្លួនជាអ្នកមានគឺអាស្រ័យលើចំនួនទ្រព្យសម្បត្តិខុសៗគ្នាប៉ុន្តែខ្ញុំជឿជាក់ថាបំណងប្រាថ្នារបស់យើងគឺដូចគ្នាទេគឺមិនចង់ពិបាកចិត្តខាងផ្នែកហិរញ្ញវត្ថុចង់មានសេរីភាពគ្រប់គ្រាន់នៅក្នុងការជ្រើសរើសនិងចង់មានឱកាសដើម្បីបង្កើតអ្វីដែលខ្លួនចង់បង្កើតនិងចែករំលែកអ្វីដែលខ្លួនចង់ចែករំលែកដូច្នេះតើពាក្យទ្រព្យសម្បត្តិមានអត្ថន័យយ៉ាងដូចម្តេចចំពោះអ្នកតើអ្នកត្រូវការប្រាក់ចំនួនប៉ុន្មានទើបអាចធ្វើឲ្យអារម្មណ៍អ្នកមានសេរីភាពខាងហិរញ្ញវត្ថុទាំងនេះគឺមិនមែនជាសំណួរឥតប្រយោជន៍នោះទេដូចអ្នកនឹងឃើញនៅខាងមុខបន្តិចទៀតនេះបើអ្នកកំណត់អត្ថន័យនៃពាក្យទ្រព្យសម្បត្តិបានកាន់តែច្បាស់ល្អគំនិតនៅក្នុងសៀវភៅនេះនឹងអាចជួយអ្នកបានកាន់តែច្រើនទី3សេចក្តីសុខ happiness សេចក្តីសុខគឺជារបស់ដែលមនុស្សគ្រប់គ្នាតែងតែស្វែងរកវាគឺជាសេចក្តីរីករាយដែលតែងតែកើតចេញពីសកម្មភាពវិជ្ជមានមិនខុសអំពីពាក្យទ្រព្យសម្បត្តិទេពាក្យសេចក្តីសុខមានអត្ថន័យខុសៗគ្នាជាច្រើនវាអាចមានន័យថាសេចក្តីរីករាយពេលរកឃើញអ្វីមួយដែលថ្មីហើយវាក៏មានន័យផងដែរថាសេចក្តីរីករាយពេលបានដឹងអំពីអ្វីមួយជាញឹកញាប់សេចក្តីសុខតែងកើតលើបុគ្គលណាដែលមើលឃើញច្បាស់នៅពណ៌ឬក៏ច្បាស់នៅសម្លេងនិងមានពិតប្រាកដនៅតុល្យភាពជីវិតហើយវាក៏ជាសេចក្តីរីករាយដែលកើតឡើងដល់ជនណាដែលឌីហ្សាញជីវិតរបស់ខ្លួនយ៉ាងផ្ចិតផ្ចង់បំផុតហើយបន្ទាប់មកដឹកនាំខ្លួនទៅតាមសិល្បៈជីវិតនេះសេចក្តីសុខកើតនៅពេលឲ្យហើយក៏កើតនៅពេលទទួលវាកើតនៅពេលទទួលផលហើយក៏វាកើតនៅពេលដែលចែករំលែកផលនោះទៅដល់អ្នកដទៃផងដែរវាជាសេចក្តីរីករាយដែលកើតចេញអំពីតន្ត្រីក៏ដូចជាចេញអំពីអាហារឬក៏ជាសេចក្តីរីករាយដែលកើតចេញអំពីគំនិតមួយល្អមួយក៏ដូចចេញអំពីនំប៉័ងមួយដុំសេចក្តីសុខកើតដល់បុគ្គលទាំងឡាយណាដែលតាំងចិត្តដើម្បីពង្រឹងនូវសក្តានុពលនិងបទពិសោធន៍ជីវិតរបស់ខ្លួនវាអាចស្នាក់អាស្រ័យបានតែនៅក្នុងផ្ទះរបស់ជនទាំងឡាយណាដែលមានសមត្ថភាពដោះស្រាយវិបត្តិរបស់ខ្លួនដោយមិនឲ្យបាត់បង់សុខុមាលភាពគ្រួសារសេចក្តីសុខកើតមានដល់តែបុគ្គលណាដែលអាចគ្រប់គ្រងស្ថានភាពនិងអារម្មណ៍របស់ខ្លួនតែប៉ុណ្ណោះសេចក្តីសុខក៏មានន័យថាជាការរំដោះខ្លួនចេញអំពីអារម្មណ៍ភ័យខ្លាចមានដូចជាសេចក្តីព្រួយបារម្ភការមិនអត់តម្លៃខ្លួនឯងសេចក្តីច្រណែនឈ្លាននេះសេចក្តីលោភលន់ការអាក់អន់សពុនចិត្តការប្រកាន់ពូជសាសន៍និងសេចក្តីគុំពុនជាដើមដោយដែលមានសេចក្តីសុខជានិច្ចបុគ្គលដែលមានសេចក្តីសុខជានិច្ចកាលតែប្រកាន់ភ្ជាប់ព្រមទាំងមានសេចក្តីដឹងនៅថាមពលដ៏វិជ្ជមាននៃជីវិតនិងសេចក្តីស្រឡាញ់ប៉ុន្តែតាមពិតទៅសេចក្តីសុខគឺលើសអំពីអាការៈអារម្មណ៍ដែលយើងតែងមានជាទូទៅសេចក្តីសុខក៏ជារបៀបគិតផងដែរពោលគឺជារបៀបគិតអំពីការរៀបចំអារម្មណ៍ការរៀបចំសកម្មភាពនិងការរៀបចំរបៀបរស់នៅបាននិយាយម្យ៉ាងទៀតសេចក្តីសុខគឺជារបៀបមើលទៅពិភពលោកនិងព្រឹត្តិការណ៍របស់វាសេចក្តីសុខគឺជាការធ្វើឲ្យគុណតម្លៃជីវិតទាំងអស់របស់ខ្លួនឲ្យមានតុល្យភាពនិងគ្រាវាជាការធ្វើឲ្យចិត្តមានក្តីរីករាយនៅក្នុងការបំពេញកិច្ចការរាល់ថ្ងៃបន្ទាប់ពីកិច្ចការដែលយើងមិនចូលចិត្តក៏ដោយសេចក្តីសុខគឺជាការរស់នៅល្អនិងការសម្បូរញាតិវាគឺជាជីវិតដែលសម្បូរទៅដោយបទពិសោធន៍និងអនុស្សាវរីយ៍ផ្សេងជាច្រើនដែលបទពិសោធន៍និងអនុស្សាវរីយ៍ទាំងនេះប្រៀបដូចជាប្រដាប់ប្រាក់ដ៏មានតម្លៃដែលអាចយកមកចាយវាយនិងអាចវិនិយោគបន្តទៀតបានថែមទៀតផងសេចក្តីសុខគឺជាសកម្មភាពដែលធ្វើឡើងប្រកបដោយគោលបំណងច្បាស់លាស់វាគឺជាចំណង់ចំណូលចិត្តអនុវត្តវាជាការទទួលជឿលើរបស់រូបិយប៉ុន្តែក៏មិនប្រមាថលើរបស់រូបិយផងដែរប៉ុន្តែយើងភាគច្រើនចូលចិត្តគិតថាសេចក្តីសុខគឺជាការបំភ្លេចបាននៅអតីតកាលឬក៏ជាការរំពឹងទុកថារបស់មួយនៅក្នុងអនាគតកាលនឹងចូលមកដល់ដូចជាខ្ញុំនឹងមានសេចក្តីសុខត្រឹមតែមានមនុស្សភាគតិចណាស់ដែលបានយល់ថាសេចក្តីសុខអាចត្រូវបានបង្កើតឡើងនៅក្នុងពេលបច្ចុប្បន្ននេះពោលគឺឥឡូវនេះតែម្ដងមែនហើយដោយរបស់មានតម្លៃផ្សេងទៀតដែរសេចក្តីសុខជានិច្ចកាលពិបាកបង្កើតឲ្យមានឡើងថ្មីប៉ុន្តែខ្ញុំក៏ហ៊ានធានាសេចក្តីសុខមិនមែនជារបស់ដែលហួសវិស័យមិនអាចបង្កើតបានឡើយដូច្នេះតើមនុស្សម្នាក់អាចឈោងចាប់សេចក្តីសុខបានដោយរបៀបណាចម្លើយគឺបានតាមរយៈការព្យាយាមយល់និងអនុវត្តគោលការណ៍មួយដែលផ្ទុយអំពីសេចក្តីសុខស្រួលពោលគឺវិន័យទី4វិន័យ discipline មានរឿងដ៏សំខាន់មួយដើម្បីស្វែងរកទ្រព្យសម្បត្តិនិងសេចក្តីសុខមានគ្រឿងសំខាន់មួយដើម្បីស្វែងរកទ្រព្យសម្បត្តិនិងសេចក្តីសុខគ្រឿងនេះគឺវិន័យនៅពេលនិយាយដល់វិន័យមនុស្សភាគច្រើនតែងតែមិនចូលចិត្តវាព្រោះវាតែងតែធ្វើឲ្យពួកគេនឹកស្រមៃទៅដល់ភាពលំបាកផ្សេងតាំងពីការហាត់ទាហានរហូតទៅដល់គ្រូកាចម្នាក់ដែលកំពុងកាន់បន្ទាត់វែងឈរសម្លក់មុខសិស្ស
ប៉ុន្តែខ្ញុំហ៊ានអះអាងថាការប្រកាន់ភ្ជាប់ទៅនឹងវិន័យគឺជាគន្លឹះដើម្បីសម្រេចក្តីសុបិននិងមហិច្ឆតាស្ដាប់មើលទៅគួរឲ្យភ្ញាក់ផ្អើលដែរឬទេប្រហែលជាយើងត្រូវចំណាយពេលខ្លះដើម្បីកំណត់យមន័យនៃពាក្យវិន័យបន្តិចសិនហើយមើលទៅវិន័យគឺជាស្ពានតភ្ជាប់រវាងគំនិតនិងភាពជោគជ័យជាកាវដែលតភ្ជាប់កម្លាំងចិត្តរហូតដល់ទទួលបានជោគជ័យអ្វីមួយវាក៏ជាវិតមុនដែលផ្លាស់ប្ដូរគំនិតត្រូវការលុយឲ្យទៅជាសកម្មភាពធ្វើការងារជាស្ដែងដើម្បីបង្កើតលុយវិន័យកើតមានដល់តែបុគ្គលណាដែលបានដឹងច្បាស់នៅសេចក្តីពិតថាកន្លែងអាចហោះបានលុះត្រាតែវារត់បញ្ច្រាស់ខ្យល់ថាបុគ្គលអាចទទួលរបស់ល្អៗបានលុះត្រាតែគាត់ហ៊ានបញ្ច្រាស់ទឹកនិងថាការបណ្ដោយខ្លួនឲ្យរស់នៅដោយគ្មានគោលបំណងច្បាស់លាស់គឺបានត្រឹមតែធ្លាក់ខ្លួនទៅក្នុងភាពជឿជាប់និងសេចក្តីខកចិត្តតែប៉ុណ្ណោះវិន័យគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យហើយកង្វះខាតវិន័យនឹងនាំមកនៅភាពបរាជ័យប៉ុន្តែគួរឲ្យឆ្ងល់ណាស់មនុស្សភាគច្រើនបែរជាមិនបានគិតសោះថាភាពបរាជ័យគឺបណ្ដាលមកពីខ្វះខាតវិន័យទោះទៅវិញមនុស្សភាគច្រើនបែរជាគិតថាភាពបរាជ័យគឺជាព្រឹត្តិការណ៍ដ៏រន្ធត់មានដូចជាក្រុមហ៊ុនត្រូវខ្សែធនឬក៏ផ្ទះត្រូវបានគេរឹបអូសយកជាដើមទោះបីជាយ៉ាងណាក៏ដោយហេតុការណ៍ទាំងនេះគឺមិនមែនជាកត្តាបំណងមកនៅភាពបរាជ័យព្រោះកម្រណាស់ដែលភាពបរាជ័យកើតចេញអំពីហេតុផលតែមួយដែលមិនទាក់ទងទៅនឹងហេតុផលផ្សេងៗទៀតដោយមកវិញវាគឺជាលទ្ធផលដែលកើតចេញអំពីការបរាជ័យតូចៗដែលកើតមួយហើយមួយទៀតរហូតដល់ពួនផ្ដុំជាបញ្ហាធំហើយបរាជ័យតូចៗនេះទៀតសោតកើតចេញអំពីការខ្វះវិន័យតូចៗដែលយើងមានរាល់ថ្ងៃនេះភាពបរាជ័យកើតនៅគ្រប់ពេលវេលាដែលយើងមិនបាននៅថ្ងៃនេះដូចជាមិនបានគិតនៅថ្ងៃនេះមិនបានធ្វើនៅថ្ងៃនេះមិនបានស្គាល់មិនបានព្យាយាមមិនបានឡើងមិនបានរៀនឬមិនបានបន្តដំណើរទៅមុខទៀតនៅថ្ងៃនេះប្រសិនបើគោលដៅរបស់អ្នកទាមទារឲ្យអ្នកត្រូវតែសរសេរសម្បត្តិចំនួន10ច្បាប់នៅថ្ងៃនេះហើយអ្នកសរសេរបានតែ3នោះមានន័យថាអ្នកខ្វះសម្បត្តិមួយចំនួន7ច្បាប់ទៀតនៅថ្ងៃនេះប្រសិនបើគោលដៅរបស់អ្នកទាមទារឲ្យអ្នកត្រូវតែសរសេរសម្បត្តិthis already ប្រសិនបើអ្នកបញ្ញាចិត្តត្រូវទូរស័ព្ទទៅអតិថិជនបាន5ដងហើយអ្នកទូរស័ព្ទបានតែម្ដងប៉ុណ្ណោះពេលនោះអ្នកនៅខ្វះ4ដងទៀតនៅថ្ងៃនេះប្រសិនបើគោលដៅហិរញ្ញវត្ថុរបស់អ្នកទាមទារអ្នកត្រូវតែដាក់សន្សំ$ប៉ុន្តែអ្នកបែរជាមិនបានដាក់សន្សំសោះនោះមានន័យថាអ្នកខ្វះ$នៅថ្ងៃនេះព្រោះថាកើតឡើងនៅពេលយើងដឹងហើយថាថ្ងៃនេះគឺជាថ្ងៃដ៏ខ្ជិលខ្ជាយប៉ុន្តែយើងមើលមិនឃើញភាពអាក្រក់របស់វាទៅវិញពោលគឺបែរជានិយាយថាការខ្ជិលខ្ជាយតែមួយថ្ងៃគឺមិនអីទេប៉ុន្តែបើបូកសរុបថ្ងៃប្រភេទនេះចូលគ្នាឲ្យទៅជាឆ្នាំហើយបន្ទាប់មកបូកឆ្នាំចូលគ្នាឲ្យទៅជាជីវិតពេលនោះទើបយើងអាចមើលឃើញថាការបរាជ័យតូចៗនៅក្នុងថ្ងៃនីមួយៗម្ដងហើយម្ដងទៀតអាចធ្វើឲ្យជីវិតធ្លាក់ក្នុងមហន្តរាយប៉ុណ្ណោះចំណែកឯភាពជោគជ័យគឺមានដំណើរការដូចគ្នានេះបែបគ្រាន់តែផ្ទុយពីខាងលើតែប៉ុណ្ណោះប្រសិនបើមានគម្រោងចង់ទូរស័ព្ទទៅអតិថិជនចំនួន10ដងប៉ុន្តែធ្វើរហូតដល់ចំនួន5ដង15ដងនោះអ្នកបានធ្វើលើសដល់ទៅ5ដងនៅថ្ងៃនេះធ្វើសកម្មភាពដូចគ្នាចំពោះការសរសេរសម្បត្តិនិងការសន្សំលុយហើយមិនយូរមិនឆាប់អ្នកមុខជាមើលឃើញផលដែលបានប្រមូលផ្ដុំជាផ្លែផ្កានៅក្នុងរយៈពេល1ឆ្នាំនៃការខិតខំប្រឹងប្រែងនេះហើយទីបំផុតនឹងផ្ដល់ផលសម្រាប់ពេញមួយជីវិតវិន័យគឺជាគុណសោវាគឺជាគុណសោដើម្បីបើកទ្វារទៅកាន់ទ្រព្យសម្បត្តិនិងសេចក្តីសុខទៅកាន់វប្បធម៌ដ៏រុងរឿងនិងចំណេះដឹងទៅកាន់អារម្មណ៍ឲ្យតម្លៃលើខ្លួនឯងនិងការសម្រេចជោគជ័យដ៏សម្បើមនិងទៅកាន់អារម្មណ៍មោទនភាពចំពោះខ្លួនឯងអារម្មណ៍ពេញចិត្តនិងភាពជោគជ័យតែវាត្រូវការអ្វីខ្លះដើម្បីអាចមានវិន័យលើខ្លួនឯងបានទី1វាទាមទារអ្នកត្រូវតែបណ្ដោះនូវសេចក្តីដឹងថាវិន័យគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះជីវិតរបស់អ្នកចូលចាត់បានសួរខ្លួនឯងថាតើខ្ញុំចង់ជោគជ័យអ្វីខ្លះនៅក្នុងជីវិតរបស់ខ្ញុំតើខ្ញុំត្រូវផ្លាស់ប្ដូរអ្វីខ្លះដើម្បីផ្ដល់លទ្ធភាពឲ្យខ្ញុំអាចឈានទៅដល់គោលដៅរបស់ខ្ញុំបានទី2ចូលសួរខ្លួនឯងឲ្យស្មោះត្រង់ថាតើខ្ញុំហ៊ានធ្វើអ្វីដែលសំខាន់ដើម្បីភាពជោគជ័យនេះដែរឬទេបើសិនបើចម្លើយគឺហ៊ានបន្ទាប់មកអ្នកត្រូវតែបង្កើតការបញ្ញាចិត្តសម្រាប់រយៈពេលវែងមួយដើម្បីអាចរក្សាវិន័យផ្ទាល់ខ្លួនប្រកបដោយភាពឆ្លៀវវៃប្រកបដោយការតាំងចិត្តនិងឲ្យជាប់កុំឲ្យដាច់ទី3ចុងក្រោយគេកម្លាំងនៃការតាំងចិត្តរបស់អ្នកត្រូវបានតេស្តដោយសារហេតុផលនានាដោយសារហេតុការណ៍នានាដែលនឹងកើតឡើងប្រឆាំងទៅនឹងសេចក្តីតាំងចិត្តរបស់អ្នកក្នុងការបង្កើតវិន័យថ្ងៃណាមួយឲ្យដល់ខ្លួនហើយ
ឧទាហរណ៍ពេលនេះវាដល់ពេលដែលអ្នកត្រូវទៅសម្ដែងសិល្បៈប៉ុន្តែមេឃបែរជាភ្លៀងឬក៏ក្តៅខ្លាំងវិញទៅវិញជាដើមមានហើយចុងក្រោយវិន័យរបស់អ្នកនឹងជួយអ្នកឲ្យសម្រេចកិច្ចការបានយ៉ាងច្រើនប៉ុន្តែការដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅត្រង់ថាវិន័យនឹងធ្វើឲ្យអ្នកផ្លាស់ប្ដូរវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អអស្ចារ្យចំពោះខ្លួនឯងសូម្បីតែវិន័យតូចមួយក៏អាចមានឥទ្ធិពលដ៏សម្បើមមកលើអត្តចរិតរបស់អ្នកដែរដោយគ្រាន់តែចាប់ផ្ដើមបណ្ដុះវិន័យថ្មីណាមួយសោះអ្នកក៏អាចចាប់ផ្ដើមមានអារម្មណ៍ល្អនឹងខ្លួនឯងទៀតពោលគឺអារម្មណ៍ឲ្យតម្លៃខ្លួនឯងហើយអារម្មណ៍នេះជាសោតខ្លាំងក្លាហាក់ដូចជាអ្នកបានសម្រេចវិន័យរួចទៅហើយចឹងវិន័យថ្មីនេះនឹងផ្លាស់ប្ដូរទិសដៅជីវិតរបស់អ្នកភ្លាមៗតែម្ដងមិនខុសអីនឹងកប៉ាល់ដែលគ្រាន់តែបត់ចង្កូតបន្តិចធ្វើឲ្យវាឆ្ពោះទៅកាន់ទីតាំងថ្មីមានមនុស្សមួយចំនួនយល់ថាវិន័យគឺជាការប្រឆាំងទៅនឹងធម្មជាតិនិងការរស់នៅទៅតាមធម្មជាតិគឺគ្រប់គ្រាន់ហើយពួកគេយល់ទៀតថាការគិតចង់ជោគជ័យបែបនេះឬបែបនោះគឺជាគំនិតក៏ជ្រៅជាសេចក្តីលោភលន់របស់មនុស្សប៉ុន្តែតាមពិតទៅវិន័យគឺជារបស់មួយដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិព្រោះនៅក្នុងធម្មជាតិមិនថាសត្វឬរុក្ខជាតិទេអ្វីៗគឺសុទ្ធតែខំប្រឹងតស៊ូដើម្បីលូតលាស់ទៅមុខជីវិតតើដើមឈើលូតដល់កំពូលណាវាតតាំងនឹងកម្លាំងជំនាញដីហើយបន្តលូតលាស់ឆ្ពោះទៅរកពន្លឺព្រះអាទិត្យដើម្បីក្លាយជាដើមឈើមួយខ្ពស់បំផុតតាមដែលអាចធ្វើទៅបានពិតមែនហើយការតស៊ូរបស់ដើមឈើនេះគឺប្រព្រឹត្តទៅដោយគ្មានវិញ្ញាណព្រោះវាគ្មានគូបាទប៉ុន្តែអ្នកនិងខ្ញុំបានកើតមកប្រកបដោយវិញ្ញាណដឹងសពបែបយ៉ាងដូច្នេះយើងអាចជ្រើសរើសផ្លូវតស៊ូដើម្បីក្លាយទៅជាមនុស្សអស្ចារ្យបំផុតតាមដែលអាចធ្វើទៅបានវិន័យអាចទាក់ទាញឱកាសល្អៗគឺតែងកើតមានទៅដល់បុគ្គលណាដែលបានចំណាយពេលដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួននិងដែលមានមហិច្ឆតាដើម្បីធ្វើសកម្មភាពទៅប៉ុណ្ណោះបុគ្គលដែលភ្ជាប់ខ្លួនទៅដោយវិន័យនិងការតាំងចិត្តខ្ពស់ដើម្បីដកកាត់ការយល់ដឹងរបស់ខ្លួនឲ្យបានខ្ពង់ខ្ពស់និងមានសមត្ថភាពអាចចាប់យកឱកាសល្អៗហើយឱកាសល្អៗបែបនេះមិនដែលបង្ហាញខ្លួនឲ្យជនណាដែលមានការយល់ដឹងទូចទាបបានឃើញឡើយវិន័យគឺជារបៀបគិតនិងរបៀបធ្វើសកម្មភាពម្យ៉ាងដ៏ឆ្លាតវៃដែលជួយឲ្យយើងអាចរងាប់សេចក្តីកោតខឹងហើយបង្ហាញភាពរាបសារអាចអភិវឌ្ឍសកម្មភាពវិជ្ជមានហើយគ្រប់គ្រងអារម្មណ៍វិជ្ជមានអាចធ្វើឲ្យយើងខ្លាចខ្លួនដើម្បីខ្លាយជាភាពជោគជ័យហើយបដិសេធភាពបរាជ័យនឹងអាចឲ្យយើងលើកស្ទួយសុខភាពហើយរារាំងជំងឺនរណាក៏មានសមត្ថភាពអាចចាប់ផ្ដើមធ្វើខ្លួនជាបុគ្គលមានវិន័យម្នាក់បានដែរអ្នកអាចធ្វើវាបានដោយចាប់ផ្ដើមបន្តិចម្ដងមួយជំហានម្ដងដំណឹងដែលកាន់តែភ្ញាក់ផ្អើលនោះគឺអ្នកអាចចាប់ផ្ដើមនៅថ្ងៃនេះតែម្ដងចូលកុំប្រើភាសាដូចជាប្រសិនបើខ្ញុំមានខ្ញុំគួរតែទៅមកវិញចូលប្រើភាសាប្រសិនបើខ្ញុំគួរតែខ្ញុំអាចបើខ្ញុំចង់បានខ្ញុំអាចបើសិនជាខ្ញុំចង់ខ្ញុំអាចដូច្នេះចូលចាប់ផ្ដើមដំណើរថ្មីហើយចាប់ផ្ដើមពីតូចបន្ទាប់មកចូលរៀនរក្សាការតាំងចិត្តថ្មីនេះឲ្យបានយូរទោះជាដំបូងឡើយវាមើលទៅហាក់ដូចជាមិនសូវសំខាន់ក៏ដោយប៉ុន្តែមិនយូរទេអ្នកនឹងឃើញថាអារម្មណ៍ក្នុងនាមជាមនុស្សដែលមានវិន័យម្នាក់ល្អប៉ុណ្ណាមិនដាច់ហើយចាប់ពីពេលនេះតទៅអ្នកនឹងមើលឃើញដែនកំណត់មានទំហំប៉ុនមេឃមិនកាសកម្មភាពខុសអំពីការបោកប្រាស់ខ្លួនឯងថ្មីនេះមានសៀវភៅមួយចំនួនបានបង្រៀនអំពីទ្រឹស្ដីមួយដែលថាប្រសិនបើមនុស្សម្នាក់សូត្រហើយសូត្រទៀតអំពីរបស់ដែលខ្លួនប្រាថ្នាឲ្យបានជារៀងរាល់ថ្ងៃពេលនោះជោគជ័យនឹងត្រូវបានជប់ឲ្យធ្លាក់មកក្នុងដៃរបស់គាត់មិនខាត់ខ្ញុំសូមបដិសេធគំនិតនេះទាំងស្រុងតាមបទពិសោធន៍ជីវិតរបស់ខ្ញុំការចេះតែអង្គុយសូត្រដោយមិនបានដាក់វិន័យលើខ្លួនឯងធ្វើសកម្មភាពដើម្បីសម្រេចអ្វីដែលខ្លួនប្រាថ្នានោះគឺបណ្ដាលឲ្យមនុស្សបោកប្រាស់ខ្លួនឯងទៅវិញទេពួកគឺយល់ថាខ្លួនកំពុងតែចម្រើនតែផ្ទុយមកវិញតាមពិតសកម្មភាពដែលខ្លួនធ្វើជារៀងរាល់ថ្ងៃនេះមិនបានជួយពួកគេឲ្យទៅដល់កន្លែងណាផ្សេងឡើយហេតុអ្វីបានជាមនុស្សនិយាយអំពីរបស់មួយប៉ុន្តែបែរជាធ្វើសកម្មភាពផ្ទុយអំពីអ្វីដែលពួកគេនិយាយទៅវិញបរិម្នាក់មានក្តីសុបិនចង់បានទ្រព្យសម្បត្តិច្រើនប៉ុន្តែគាត់បែរជាកំពុងដើរទៅកាន់អន្លង់វណ្ណៈនៃហិរញ្ញវត្ថុទៅវិញស្ត្រីម្នាក់ប្រាថ្នាចង់បានសេចក្តីសុខប៉ុន្តែនាងបែរជាគិតនៅគំនិតនឹងធ្វើនៅសកម្មភាពដែលនាំមកនូវក្តីក្រៀមក្រំចិត្តទៅវិញមនុស្សទាំងពីរនាក់នេះគឺជាជនរងគ្រោះចេញអំពីការយល់ខុសថាអង្គុយសូត្រអាចបង្កើតអ្វីដែលខ្លួនប្រាថ្នាហើយអ្វីបានជាការអង្គុយសូត្រចុងក្រោយគឺជាការបោកប្រាស់ខ្លួនឯងពីព្រោះពាក្យសម្ដីអាចលួងចិត្តយើងបានទ
ប្រៀបដូចជាថ្នាំញៀនដែលអាចធ្វើឲ្យយើងសប្បាយចិត្តអញ្ចឹងហើយពួកវាពង្វក់យើងឲ្យធ្លាក់ទៅក្នុងអារម្មណ៍ពេញចិត្តនិងគំនិតខ្លួនឯងនឹងចូល remember that to make progress you must actually get started ដើម្បីចម្រើនទៅមុខបានអ្នកត្រូវតែចាប់ផ្ដើមដូច្នេះដើម្បីទទួលបានជីវិតមួយដែលស្រស់បំព្រងជួយចាប់ផ្ដើមរៀបចំផែនការដែលអាចនាំមកនូវភាពស្រស់បំព្រងដើម្បីក្លាយទៅជាអ្នកមានម្នាក់ជួយបង្កើតផែនការហិរញ្ញវត្ថុចូលថាអ្នកមិនបាច់ត្រូវតែក្លាយទៅជាអ្នកមានជាមុនសិនទៅមានសមត្ថភាពអាចបង្កើតផែនការហិរញ្ញវត្ថុទេមនុស្សក្រីក្រក៏មានសមត្ថភាពបង្កើតផែនការហិរញ្ញវត្ថុដើម្បីក្លាយទៅជាអ្នកមានម្នាក់បានដែរមានផែនការជាច្រើនដែលអ្នកត្រូវបង្កើតបើអ្នកឈឺចូលបង្កើតផែនការសុខភាពតើអ្នកតែងតែមានអារម្មណ៍អស់កម្លាំងដែរទេអញ្ចឹងចូលបង្កើតផែនការដើម្បីបង្កើនថាមពលមានអារម្មណ៍ថាខ្វះខាតការអប់រំមានទេបើអញ្ចឹងចូលបង្កើតផែនការដើម្បីអប់រំខ្លួនឯងតើអ្នកជួយចិត្តនិយាយថាមិនអាចដែរទេបើអញ្ចឹងចូលបង្កើតផែនការដែលបង្គាប់ខ្លួនឯងឲ្យនិយាយតែពាក្យខ្ញុំអាចនរណាក៏អាចធ្វើបានដែរសូម្បីតែមនុស្សអាក្រក់ម្នាក់ក៏អាចចាប់ផ្ដើមអានសៀវភៅមួយបានដែររឿងសំខាន់នេះគឺត្រូវតែចាប់ផ្ដើមជំហានទី1ហើយត្រូវចាប់ផ្ដើមនៅថ្ងៃនេះមានគម្រោងអ្វីក៏ដោយក៏ត្រូវចាប់ផ្ដើមនៅថ្ងៃនេះដែរចូលសម្អាតថតតុរបស់អ្នកនៅថ្ងៃនេះចូលកំណត់គោលដៅជីវិតរបស់អ្នកនៅថ្ងៃនេះចូលស្ដាប់កាសែតស្ដីអំពីការលើកទឹកចិត្តនៅថ្ងៃនេះចូលបង្កើតផែនការសម្រាប់សម្រកទម្ងន់នៅថ្ងៃនេះចូលដាក់លុយសន្សំនៅក្នុងគណនីរបស់អ្នកនៅថ្ងៃនេះចូលចាប់ផ្ដើមសរសេរសម្បត្តិរបស់អ្នកនៅថ្ងៃនេះវាគ្មានអីពិបាកទេចូលតាំងចិត្តធ្វើដំណើរនៅលើវិថីជីវិតថ្មីមួយពិនិត្យមើលថាតើមានសកម្មភាពអ្វីខ្លះដែលអ្នកអាចតាំងចិត្តធ្វើបានដើម្បីធ្វើឲ្យជីវិតប្រសើរឡើងចូលធ្វើវាឲ្យអស់អំពីសមត្ថភាពរបស់អ្នកឯងរំដោះខ្លួនចេញអំពីទម្លាប់ចាស់ដែលចេះតែទាញអ្នកទម្លាក់ចុះក្រោមចូលចាប់ផ្ដើមធ្វើខ្លួនឲ្យទៅជាអ្នកសម្រុកទៅមុខជានិច្ចនិយាយប្រាប់ខ្លួនឯងថាទម្លាប់សិនគឺហួសសម័យហើយការចេះតែអង្គុយសង្ឃឹមក៏ហួសហើយដែរនឹងប្រាប់ខ្លួនឯងថាពេលនេះគឺមានតែជំនឿចិត្តនិងសកម្មភាពតែប៉ុណ្ណោះថ្ងៃនេះគឺជាថ្ងៃថ្មីជាចំណុចចាប់ផ្ដើមនៃជីវិតថ្មីរបស់អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលឃើញថាវានឹងធ្វើឲ្យអ្នកមានការរីកចម្រើនតែអ្នកមានអ្វីបាត់បង់ទៅក្រៅតែអំពីវិប្បសារីនិងសេចក្តីភ័យខ្លាចកាលពីអតីតកាលឥឡូវនេះខ្ញុំសូមដាក់កិច្ចការមួយឲ្យអ្នកធ្វើចូលធ្វើថ្ងៃនេះឲ្យទៅជាថ្ងៃដំបូងនៃការចាប់ផ្ដើមកិច្ចការថ្មីការចាប់ផ្ដើមទី1បង្អស់នៅក្នុងចំណោមកិច្ចការថ្មីជាច្រើនទៀតសម្រាប់សប្តាហ៍នេះជួយចាប់ផ្ដើមមួយហើយមួយទៀតនិងពិនិត្យមើលថាតើមានកិច្ចការថ្មីប៉ុន្មានដែលអ្នកចាប់ផ្ដើមធ្វើចាប់ផ្ដើមហើយត្រូវបន្តធ្វើបែបនេះរហូតដល់បានមួយសប្តាហ៍ពេលនោះវានឹងក្លាយទៅជាសប្តាហ៍នៃការចាប់ផ្ដើមជីវិតថ្មីបន្ទាប់មកចូលធ្វើខែនេះឲ្យទៅជាខែនៃការចាប់ផ្ដើមថ្មីនិងបន្ទាប់មកធ្វើឲ្យទៅជាឆ្នាំនៃការចាប់ផ្ដើមថ្មីនៅពេលអ្នកបញ្ចប់មួយឆ្នាំនេះអ្នកនឹងមិនអាចត្រូវបានញញីដោយអតីតកាលទៀតឡើយមានដូចជាទម្លាប់ចាស់អតិពលអាក្រក់ពីអតីតកាលវិបត្តិសារីអតីតកាលកំហុសអតីតកាលដោយនៅក្នុងគម្ពីរ Bible សរសេរថាឥឡូវនេះអ្នកអាចហើរជាមួយសត្វឥន្ទ្រីបានហើយទី5 success ទី5ជោគជ័យ success ជោគជ័យគឺជាពាក្យទី5ហើយមិនខុសពីពាក្យមុននោះទេគឺវាមានអត្ថន័យច្រើនយ៉ាងពាក្យជោគជ័យគឺងាយនឹងធ្វើឲ្យគេពិបាកយល់នឹងធ្វើឲ្យគេមានការយកឃើញខុសៗគ្នាព្រោះបាននិយាយទៅពាក្យជោគជ័យអាចសំដៅទៅការធ្វើសកម្មភាពការធ្វើដំណើរទៅទីតាំងមួយប៉ុន្តែក៏វាសំដៅដល់ទីតាំងដែលត្រូវទៅផងដែរមិនដែរទេវាសំដៅទៅដល់ដំណើរការទៅមុខបន្តិចម្ដងទៅកាន់គោលដៅមួយប៉ុន្តែក៏សំដៅផងដែរថាជាការបានឈានទៅដល់គោលដៅនឹងជោគជ័យគឺសំដៅទៅដល់ទាំងការសម្រេចចិត្តអ្វីមួយប៉ុន្តែក៏សំដៅផងដែរទៅដល់ចំណេះដឹងដែលកើតមានទៅដល់បុគ្គលទាំងឡាយណាដែលបានយល់ការពិតអំពីសក្តានុពលរបស់ជីវិតវាគឺជាការស្គាល់អំពីគុណតម្លៃនិងជាការអភិវឌ្ឍនូវគុណតម្លៃនោះឲ្យកើតមានដល់ជីវិតតាមរយៈការដែលនេះលើខ្លួនឯងដូច្នេះវាគឺជាការសម្រេចបានខាងផ្នែកសម្ភារៈក៏ដូចជាខាងផ្នែកផ្លូវចិត្តឬបានតាមរយៈការអនុវត្តផ្ទាល់ក៏ដូចជាការតាមរយៈជំនឿទ្រឹស្ដីជោគជ័យគឺជាការបោះបង់ចោលនៅអ្វីមួយដើម្បីងាកទៅរកអ្វីរបស់ថ្មីមួយដែលល្អប្រសើរជាងមានដូចជាការបោះបង់ភាពជឿច្រអូសដើម្បីងាកមករកការហាត់ប្រាណបោះបង់ស្ករគ្រាប់ដើម្បីងាកមករកផ្លែឈើបោះបង់ការចាយខ្ជិះខ្ជាយដើម្បីងាកមករកការយកលុយទៅវិនិយោគជាដើម
ជោគជ័យគឺជាការស្វាគមន៍ទទួលយកការផ្លាស់ប្ដូរការលូតលាស់ការអភិវឌ្ឍហើយពោលគឺស្វាគមន៍ដើម្បីដំឡើងខ្លួនទៅកាន់កន្លែងល្អមួយដែលជាចំណុចមានប្រៀបជាងអ្នកដទៃប៉ុន្តែអត្ថន័យដែលសំខាន់ជាងគេនោះគឺនៅត្រង់ថាជោគជ័យធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលអ្នកប្រាថ្នាចង់បាននៅពេលស្រមៃមើលលទ្ធផលនិងគំរូរបស់មនុស្សដែលអ្នកសរសើរតើអ្នកចង់បានអ្វីខ្លះពីជីវិតខ្លួនឯងនេះគឺជាសំណួរដ៏សែនសំខាន់បំផុតចូលថាជោគជ័យគឺមិនមែនជាស្តង់ដារដែលកំណត់ដោយប្រពៃណីរបស់យើងនោះទេប៉ុន្តែវាគឺជាការកំណត់យកគុណតម្លៃដែលខ្លួនប្រាថ្នាឲ្យទីបំផុតក៏សម្រេចវាដោយជោគជ័យការធ្វើជីវិតឲ្យក្លាយទៅជាអ្វីដែលខ្លួនចង់បានទើបហៅថាជាជោគជ័យប៉ុន្តែถ้าមានមនុស្សម្នាក់អាចធ្វើបែបនឹងបានយ៉ាងរំលេចទៅប៉ុន្តែតើមនុស្សម្នាក់អាចធ្វើបែបនឹងបានយ៉ាងរំលេចទៅវាគឺជាគោលបំណងនៃសៀវភៅនេះ